កូនមួនខ្ញុំជាមេមួនមកមិនតន់ខ្លាញ់ឆាប់អស់ចង់កូនមុខក៏ពោកមិនអើយចង់កូនក្រោយចាំបានយកចាកុំយំអីណាកម្មានឹងមានមុនណាចង់ឲ្យជាហ្មងខ្លួនឯងឈ្មោះអីខ្ញុំឈ្មោះចរណៃChỗ này Chỗ này Thiên Chỗ này Thiên ui. Sao Thầy vào tập phim ca đâu Không ngon mẹ Mình đâu biết sẽ đã Rồi mua trong vô shop Thư Này You shop say ai hả ថ្ងៃរះឆ្កែភ្នំនេះនៅដៃដងការទៀតហើយមើលបន្ទប់ឲ្យរៀបបាយពេញហ្នឹងណែបន្ទប់មនុស្សឬមួយក៏ជាធំជុកហ្នឹងណាកដាស្នាមចេះនឹងរៀបបាយឆាប់រៀបចំឲ្យលឿនណាបាទ Chờដល់ហើយនេះមើលអីវ៉ាន់នឹងរាយប៉ាយពេញនឹងទាំងអស់នេះសូមណែនាំបន្តិចបាទនេះគឺជាបងគុន្ធាមើលទៅខាងក្រៅទៅសភាពរៀបសារតែម្ដងប៉ុន្តែការងារផ្ទះវិញនិយាយថាអូពូកែឲ្យលេខ1តែម្ដងមើលទៅខាងក្រៅរបស់គាត់ដូចជាសភាពនារីអញ្ចឹងតែពីរឿងការងារផ្ទះវិញលេខ1ហ្មងភ្នែករបស់គាត់គឺលឿនជាងម៉ាស៊ីនទៅទៀតឃើញអត់កន្លែងណារញ៉េរញ៉ៃដឹងតែត្រូវមាត់គាត់ហើយគាត់ស្អប់បំផុតនោះដែលគ្មានស្ដាប់ធ្នាប់ឃើញអត់រអ៊ូផងធ្វើផងលឿនដូចខ្ជូរអញ្ចឹងបើនិយាយពីរឿងការងារវិញឲ្យលេខ1ហ្មងឃើញរោងចក្រកែច្នៃគ្រាប់ចន្ទីនេះអត់គឺជាស្នាដៃរបស់បងស្រីខ្ញុំភាពមឹងម៉ាត់របស់គាត់នឹងហើយដែលធ្វើឲ្យគាត់ក្លាយជាស្ត្រីឆ្នាំក្នុងវិស័យជំនួញក្រៅពីរោងចក្រកែច្នៃគ្រាប់ចន្ទីបងស្រីរបស់ខ្ញុំគឺជាម្ចាស់រោងម៉ាស៊ីនកិនសិនដ៏ធំមួយផងដែរជំនួញទាំងពីរហ្នឹងមិនត្រឹមតែផ្គត់ផ្គង់តម្រូវការក្នុងស្រុកទេថែមទាំងយកជើងទៅក្រៅស្រុកថែមទៀតផងបងស្រីរបស់ខ្ញុំអត់ចាអត់បងប្អូននិយាយរួមទៅទោះបងស្រីរបស់ខ្ញុំកាចតិចមែនប៉ុន្តែគាត់ជា idol របស់ខ្ញុំអូយបងខូចវីដេអូបងហើយស្ដាប់បងណាបងត្រូវទៅប្រទេសជប៉ុនហើយបងទៅនេះសំខាន់ណាស់បងទៅចរចាជាមួយនឹងដៃគូដើម្បីយកគ្រាប់ស្វាយចន្ទីនិងកយើងចូលទីផ្សារជប៉ុនអញ្ចឹងបងផ្ញើវីសានៅឯងផងបងទៅនេះទៅមួយអាទិត្យណាហ៎បងទៅយូរមែនមួយអាទិត្យចុះបើខ្ញុំត្រូវចុះខែធ្វើម៉េចបងម៉ាក់កូនអត់ចង់នៅជាមួយនឹងពូធានទេបើម៉ាក់ទុកកូនចាំមួយអាទិត្យកូនប្រកាសជាខ្លាចជាមីកញ្ចប់ជារំខានទេបើពូគាត់ចេះឆុងតាមីហ្នឹងណែលោកមួយបើមិនច្បាស់ទេកុំចេះតែថាយ៉ាងហោចណាស់ពូក៏ចេះជាតិពងទាខ្លះដែរមើលងាយពូស្បើមែនបានហើយទាំងពូទាំងក្មួយហ្នឹងណែពេលឯងចុះទៅខេត្តឯងយកវីសាឲ្យទៅជាមួយផងឬអត់ព្រោះថាបងចង់ឲ្យគេទៅស្គាល់ស្រុកស្រែទុកចំការខ្លះកុំឲ្យនៅតែក្រុងម៉ាស៊ីនត្រជាក់ពេកលឺហ៎បាទបង ម៉ាក់បើអញ្ចឹងម៉ាក់ទុកលុយកូនចាយខ្លះមកទើបកូនទិញអីញ៉ាំខ្លះផងបើម៉ាក់មិនអោយទេប្រកាសជាកូនកោប្រធានមិនអោយដេកមិនខានទេណែអារឿងលុយនេះដឹងតែមានឲ្យកូនប៉ុន្តែម៉ាក់ទុកនៅប្រធានឲ្យប្រធានជាអ្នកចាត់ចែងព្រោះថាកូនក្មេងម៉ាក់អត់ឲ្យកូនកាន់លុយជាដាច់ខាតកូនដឹងអត់ទី1ម៉ាក់ខ្លាចបាត់លុយណាហើយទី2ម៉ាក់ខ្លាចកូននឹងឆ្លងមេរោគព្រោះមិនដឹងថាលុយហ្នឹងមានដៃប្រមាណអ្នកដែលត្រូវកាន់ហើយវាអាចនឹងឆ្លងមេរោគដល់កូនខ្ញុំថាបងស្រីអត់ពិបាកទេបងស្រីគ្រាន់តែបង្កើតជាមួយនឹង AC Super App គឺងាយស្រួលក្នុងការតាមដានលុយរបស់វិសាលក៏ដូចជាសុវត្ថិភាពថែមទៀតផងបង
ត្រូវតាអញ្ចឹងចាំបងបង្កើតឲ្យវីសាណែម៉ាក់បាញ់ឲ្យរួចហើយណា វ៉ាវសូមអាយុ14ឆ្នាំមាន AC Super App ប្រើដូចពូមីងបងប្អូនទាំងអស់គ្នាហើយ បងពីបងខ្ញុំខ្ញុំចាយផង ហាច្រើនម៉េះ ហីបងមិនទៅមកទឹកទេ អរគុណបងស្រីសម្លាញ់ ពូធានខ្ញុំមានកង់ផ្ទាល់ខ្លួនដែរណាកុំភ្លេចជួយខ្ញុំដើរលេងផងណាពូតាមខ្ញុំប៉ាវ អីស្អីគេសិទ្ធិចូលខ្លួនភ្លាមហ្មងថៃតូចម៉េចចង់ប៉ាវពូផងហ៎ពូថាមិនបាច់ទេពូមានលុយចាយខ្លួនឯងហើយ បាទពូ